ស្ងាត់មកដល់ភ្នំពេញបាត់ហើយហើយពេលមកដល់អញ្ចឹងខ្ញុំមិនឲ្យឱកាសនេះកន្លងផុតទេកុំយូរហើយថាថ្ងៃណាបានមកភ្នំពេញគឺសាក់តោបានហ្មងគឺកុំជាមួយនឹងជំរាបស្គាល់នេះឯងអ្នកគ្នាដោយសារតែឃើញគេញ៉ាំតំណងទៅទប់ចិត្តអត់បានទេឥឡូវមកសាក់ភ្លុកជាមួយនឹងខ្ញុំហើយបានភ្លុកជាមួយរសជាតិថ្មីទៀតអ្នកតាគ្នាខាងឈ្មោះនឹងជាលើកទី1ដែលខ្ញុំបាន try ជាមួយនឹងជំរាបស្គាល់ហើយរសជាតិវិញគឺដូចអីដែលខ្ញុំបានរំពឹងទុកជើងអ្នកគ្នាពេលដែលបានញ៉ាំហើយគឺឆ្ងាញ់មែនតើមកអ្នកគ្នាផ្លែឈើនៅស្រស់ស្រស់ strawberry វិញធំធំសាហាវអ្នកគ្នាបើសិនអ្នកគ្នាឧស្សាហ៍ចេញទៅក្រៅ make up ញឹកញាប់អីខ្ញុំ recommend អ្នកគ្នាសាក់ប្រាជាមួយនឹង Felix Clay Mask នេះមែនតើដោយសារតែ mask នេះហើយមាននីតិបិទយកធូលីដីដែលជាប់លើស្បែកមុខយើងហើយយើងលាបានជ្រះអីហ្នឹងគឺចេញមកអស់តែម្ដងបន្ទាប់ពីយើងបានបិទហើយអត់មានពិបាកសោះខកបិទទុកចោល 5-10 នាទីធ្វើការជូតចេញនឹងឃើញស្បែកមុខរបស់យើងភ្លឺថ្លាហើយ clean ជាងមុនហ្មងបើនិយាយពីស្បែកមុខរបស់យើងវិញបើបិទម្ដងផ្លែកម្ដងបិទម្ដងផ្លែម្ដងឡើងបែកពោបការឈូកហ្មងហើយបើចង់ឲ្យបានប្រសិទ្ធភាពកាន់តែខ្ពស់ក៏ត្រូវធ្វើការបិទជាមួយនឹង mask ស្លឹករបស់ Felix មកមុខរបស់យើងនឹងភ្លឺរលោងហើយមានសំណើមបានល្អមែនតើដោយសារតែ mask មួយនេះគឺសាប៊ូទឹក essence ហ្មងអ្នកគ្នាយើងបិទទុកចោលតែ 5-10 នាទីដូចគ្នាមកធ្វើការបកចេញឃើញមុខរបស់យើងឡើង glow ចង់លាងមុខចេញក៏បានចង់ទុកអញ្ចឹងក៏បានដែរ